ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបស្លម្ជូរននងជាមួយនឹងត្រីកញ្ចុះស្រែហើយថែមជាមួយនឹងជីនាងវងម្ហូបនេះដែរសាមញ្ញនេះបងប្អូនប៉ុន្តែបើសិនជាយើងបានហូបនៅពេលដែលមានមេឃភ្លៀងរលឹមស្រិចហើយយើងបានហូបវាក្តៅធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនហើយយើងហូបបានច្រើនថែមទៀតផងបងប្អូនតើឥឡូវហ្នឹងយើងទៅមើលពីរបៀបស្លទាំងអស់គ្នាបងប្អូនស្លម្ជូរនេះដែរគឺវាងាយស្រួលខ្លាំងមែនតើគឺជាដំបូងហ្នឹងគឺយើងធ្វើការដាំទឹកសម្លទៅតាមបរិមាណសមាជិករបស់បងប្អូនសម្រាប់ផ្ទះនាងខ្ញុំគឺមានគ្នាត្រឹមតែ2នាក់អញ្ចឹងនាងខ្ញុំធ្វើសម្លនេះអត់សូវច្រើនទេបងប្អូនខ្ញុំធ្វើតែមួយកូនចាននៅពេលដែលទឹកសម្លយើងពុះនោះគឺយើងធ្វើការបើកគម្របហើយយើងចាប់ផ្ដើមជ្រុំប្រហុកបងប្អូនប្រហុកហ្នឹងយើងដាក់មិនបាច់ច្រើនពេកទេគឺធំតែ2-3កន្ទុយមកបានហើយបងប្អូនហើយប្រហុកខ្ញុំនេះដែរគឺធ្វើដោយខ្លួនឯងបងប្អូនអញ្ចឹងខ្ញុំអត់លាងទឹកចេញទេដោយសារតែប្រហុកខ្ញុំនេះគឺអត់សូវមានអំបិលច្រើនទេហើយខ្ញុំធ្វើខ្លួនឯងអញ្ចឹងវាទុកចិត្តណាវាអត់សូវបារម្ភពីយើងទិញនៅផ្សារបើទិញនៅផ្សារមានថ្នាំមានអីចឹងណាបងប្អូនបន្ទាប់ពីយើងច្រំប្រហុកហើយយើងឃើញមានពពុះណាបងប្អូនអញ្ចឹងយើងដួសឲ្យពពុះនឹងចេញទៅដើម្បីឲ្យទឹកសម្លរបស់យើងនឹងវាថ្លាល្អហើយបងប្អូនមើលបើសិនជាឃើញវាមានពពុះច្រើនយើងដួសចេញឲ្យអស់សិនណាបងប្អូនបន្ទាប់មកគឺនាងខ្ញុំធ្វើការបន្ថែមគ្រឿងមានដូចជាអំបិលស្ករប៊ីចេងហ្នឹងបងប្អូនជាដំបូងនេះដែរគឺនាងខ្ញុំថែមអំបិលហ្នឹងយើងដាក់កាយជាមួយចឹបបន្តិចណាបងប្អូនព្រោះអីយើងចាំថែមថយពេលក្រោយទៀតណាដោយសារតែអាស្រ័យលើប្រហុកយើងដែរជួនកាលទៅប្រហុកយើងវាអត់សូវប្រៃជួនកាលប្រហុកយើងប្រៃបងប្អូនបន្តមកនាងខ្ញុំថែមជាមួយនឹងប៊ីចេងក្រាសាព្រីហើយនិងស្ករតែដោយសារថ្ងៃហ្នឹងនាងខ្ញុំអស់ស្ករសទៅបងប្អូនខ្ញុំថែមជាមួយនឹងស្ករត្នោតរបស់យើងណារួចខ្ញុំថែមជាមួយនឹងអំបិលទុំមួយកូនដុំហើយខ្ញុំឃើញវាមានពពុះបន្ថែមទៀតអញ្ចឹងខ្ញុំធ្វើការដួសសម្អាតវាចេញដើម្បីឲ្យសម្លរបស់យើងមានទឹកថ្លាល្អបងប្អូនបន្ទាប់ពីបង់អំបិលហើយនាងខ្ញុំថែមជាមួយនឹងត្រីកញ្ចុះរបស់យើងហើយត្រីកញ្ចុះនេះដែរគឺវាឆាប់ឆ្អិនទេបងប្អូនអញ្ចឹងយើងបង់វាទុកមួយរំពុះគឺយើងអាចបន្ថែមជាមួយនឹងបន្លែបានហើយអញ្ចឹងខ្ញុំដាក់វាចូលទៅក្នុងទឹកសម្លរបស់យើងទៅសិនទៅរួចបន្ទាប់មកគឺខ្ញុំគ្របគម្របវាសិនដើម្បីឲ្យទឹកសម្លរបស់យើងនឹងពុះហើយត្រីរបស់យើងនេះគឺបានឆ្អិនមួយសាសិនណាបងប្អូនបើមិនអញ្ចឹងទេគឺវាឆ្អាបហើយស្លហ្នឹងឥឡូវនឹងទឹករបស់យើងគឺបានពុះហើយបន្ទាប់មកគឺនាងខ្ញុំថែមជាមួយនឹងននងបងប្អូនននងនេះក៏នាងខ្ញុំដាំដោយខ្លួនឯងដែរអត់មានប្រើជីប្រើថ្នាំអីទេគឺសាច់ននងហ្នឹងមានគ្រាប់មាននៅខ្ចីហូបទៅគឺមានរសជាតិផ្អែមខ្លាំងមែនតើបងប្អូនហើយសម្រាប់ស្លម្ជូរនេះដែរនាងខ្ញុំចូលចិត្តយកផ្លែននងដែលវាមានគ្រាប់នៅខ្ចីបងប្អូនពេលដែលយើងហូបទៅចំគ្រាប់ហ្នឹងវាមានរសជាតិផ្អែមឆ្ងាញ់ហើយវាអត់ចាស់ទេបងប្អូនមានគ្រាប់នៅខ្ចីអត់នេះទេហើយវាមានរសជាតិឆ្ងាញ់ប្លែកខុសពីននងខ្ចីយើងបើននងខ្ចីវាច្រើននាងខ្ញុំយកទៅឆាឬក៏ស្លប្រហើរបងប្អូនតែបើថាយើងស្លជាមួយនឹងម្ជូរអញ្ចេះអត់អីទេយើងថាដាក់វាមានគ្រាប់តិចហ្នឹងគឺកាន់តែឆ្ងាញ់ហើយបន្ទាប់ពីខ្ញុំបង់ននងចូលហើយយើងធ្វើការកូរបន្ថែមតិចទៅរួចយើងទុកឲ្យទឹកសម្លរបស់យើងនឹងឡើងពុះម្ដងទៀតណាបងប្អូននៅពេលដែលពុះម្ដងទៀតណាគឺស្លយើងឆ្អិនណាស់ហ
ហើយនៅពេលដែលសម្លឆ្អិនបងប្អូនអាចធ្វើការបង់បន្ថែមនៅជីទៅតាមចំណង់ចំណូលចិត្តដូចអ្នកខ្លះអញ្ចឹងគាត់ចូលចិត្តម្អមជាងគាត់បង់ម្អមទៅហើយអ្នកខ្លះគាត់ចូលចិត្តបង់ម្រះព្រៅឬក៏ជីនាងវងអីចឹងណាបងប្អូនសម្រាប់ផ្ទះនាងខ្ញុំគឺចូលចិត្តសម្លម្ជូរននោងជាមួយនឹងថែមជាមួយនឹងជីនាងវងបងប្អូនគឺវាមានរសជាតិឈ្ងុយហើយក្លិនវាប្រហើរហើយត្រូវស្លក្តៅក្តៅចឹងទៀតគឺកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនបន្ទាប់ពីបង់ជីនាងវងហើយយើងធ្វើការបិទភ្លើងទៅជាការស្រេចហើយបងប្អូនហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់អរគុណបងប្អូនចំពោះការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណបងប្អូន